សូមប្រកាសថាលោកជំទាវហួរនឹងទទួលមរណភាពនៅថ្ងៃនេះហាហាហាគាត់មិនអាចរស់ឡើងវិញបានទេលីងអឺលេងញើត្រឡប់មកវិញហើយអនុញ្ញាតឲ្យខ្ញុំចូលគុំសម្រាប់ខ្ញុំលេងញើបានមកជួយលីងអឺប្រញាប់ឡើងលេខកំប៉ុងក្រហមនេះគឺជាលេខដែលគេនិយាយដើមតតែបានប្រើជាមួយនឹងលេខអីទេយុវជនដែលបានរត់គេចខ្លួនខ្ញុំគិតថាឪពុករបស់ខ្ញុំនឹងជឿខ្ញុំនៅពេលនេះដោយមិននឹកស្មានដល់គាត់នៅតែរក្សាការសង្ស័យចង់ទៅផ្ទះសុំការបំភ្លឺយុវជននោះបានបញ្ឈប់គាត់ឪពុកបានប្រាប់ឪពុកពេលនេះអូនប្រុសរបស់ខ្ញុំនៅជាមួយឪពុកខ្ញុំចាំការកាត់ទោសប្រហារជីវិតគាត់ត្រូវបញ្ជូនមកដល់កន្លែងកាត់គាត់បានត្រឡប់ទៅខលគេជាមួយនឹងសាស្ត្រឪពុករបស់គាត់ខ្លាចជាអ្នកដឹកនាំថ្មីដោយតែគាត់បាននិយាយក្រុមនេះបានបើកស្រាសម្បាញ់រួចហើយរងចាំការស្ដីបន្ទោសយ៉ាងធ្ងន់ធ្ងរពីឪពុកប៉ុន្តែឪពុករបស់គាត់នៅតែបដិសេធមិនជឿគាត់តាំងចិត្តទៅផ្ទះយុវជននោះបានយកប្រាក់នោះដែលខ្លួនបានធ្វើជាមួយឪពុករបស់ប្រសិនបើគាត់ចាញ់វាសនារបស់គាត់នឹងត្រូវសម្រេចដោយឪពុករបស់គាត់ប្រសិនបើគាត់ឈ្នះគាត់ត្រូវតែអនុញ្ញាតឲ្យខ្លួនគាត់ចូលរួមជាមួយខលគេអ្វីដែលអ្នកចង់បានអ្នកស្លាប់បុរសនោះបានរើចេញបន្តិចម្ដងពីធុងកាំភ្លើងរបស់ឪពុកនាងនិយាយថានាងគ្រាន់តែចង់ឲ្យឪពុកនាងដឹងការស្លាប់របស់គាត់វាចំណាយពេលតិចជាង3នាទីដើម្បីផ្ញើកូនប្រុសពៅដែលមានមោទនភាពបំផុតបន្ទាប់មកពួកគេនឹងនាំក្រុមទៅកន្លែងកាត់ប្រាក់ខែដើម្បីឡើងការស្លាប់របស់ឪពុកគឺជាអកុសលហើយអ្នកបើកបរគាត់បានប្រាប់គាត់ពីព័ត៌មាននៃការស្លាប់របស់គាត់នៅក្នុងរាវដាវបន្ទាប់ពីជិះតាក់ស៊ីបានមួយសន្ទុះចៅស្វាក៏ជួបគ្រោះថ្នាក់ចរាចរណ៍គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហាហាហាសូមអបអរសាទរឈៀវយើងបានជោគជ័យមកជូនដំណឹងអំពីសេចក្តីព្រៀងទាំងអស់ត្រៀមខ្លួនឡើងសោយរីកកន្លះនៃពូវៀនរបស់ខ្ញុំមើលទៅក្រោយដំណឹងនេះបានផ្សព្វផ្សាយរួចហើយប្រសិនបើម្ដាយរបស់គាត់មិនមកក្នុងរយៈពេល3នាទីគុំបន្ទោសខ្ញុំដែលមិនខ្វល់ពីអារម្មណ៍អ្នកល្អត្រឡប់ទៅវិញភ្លាមពេលវេលាមកដល់គេមិនទាន់មកដល់ទេបើមានមេវ័យក្មេងចូលរួមគុំប្រកែកអ្នកគួរតែសុំទោសលោកគ្រូហឺបើខ្ញុំចុះវិញចុះបើម្ចាស់ក្មេងទី2មិនមកពួកគេប្រកាសជានឹងមកក្នុងជីវិតមុនរបស់ខ្ញុំត្រូវបានគេចាប់យកមកទីនេះគាត់ខ្ចីឡានរបស់ឪពុកខ្ញុំមករំលោភនៅសល់1នាទីខ្ញុំស្លាប់ហើយសត្វត្រីឆាងក្នុងមួយជីវិតនេះខ្ញុំនឹងធ្វើឲ្យយូឆេងសំថ្លៃឧក្រិដ្ឋកម្មទាំងឈាមផ្លាស់ប្ដូរវាសនាខ្លួនឯងនៅសល់30វិនាទីលោកក្រឹវវ័យក្មេងសូមទទួលកំហុសរបស់អ្នកខ្ញុំគិតថាពួកគេត្រូវតែផ្ទេរនៅសល់10វិនាទីទៅវាហាក់បីដូចជាអ្នកគឺជាអ្នកដែលនឹងទទួលមរតកតំណែងកូនប្រុសរបស់ខ្ញុំបុរសឈួតបានរត់គេចពីគ្រោះថ្នាក់ចរាចរណ៍ខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅឱកាសមួយបន្ថែមទៀតឲ្យតែអ្នកហ៊ានសារភាពកំហុសរបស់អ្នកខ្ញុំនឹងទុកជីវិតរបស់អ្នកហើយអ្នកមិនចាំបាច់ទេខ្ញុំចង់បានកូនកាមឃើញអ្នកគឺជាឆ្កែតូចបំផុតរបស់ខ្ញុំគុំនិយាយថាសម្លៀកបំពាក់ហេតុរបស់ខ្ញុំមិនមានប្រសិទ្ធភាពកាំភ្លើងរបស់សមាជិកម្នាក់លេខកំប៉ុងក្រហមនេះគឺជាលេខដែលគេនិយាយដើមតគ្នានិយាយពីមាត់មួយទៅជួយស៊ើបអង្កេតឲ្យខ្ញុំផងកាលពី9ខែមុនវីដេអូកាមេរ៉ានៅផ្លូវវែងឆេងបងខេនយ៉ាវហ្វេននិយាយមែនទេអ្នកនាងខេនអ្នកស្គាល់គាត់ទេខ្ញុំមិនស្គាល់ទេជេនជីវិនខ្ញុំរកនាង9ខែហើយនាងយកកូនខ្ញុំទៅឲ្យគេផ្សេងធ្វើនាងមិនទុកខ្ញុំក្នុងភ្នែកសោះច្បាស់ណាស់ខ្ញុំពិតជាស្គាល់មែននាងនិយាយមកគាត់ឲ្យកូនប្រុស2នាក់ឯណោះខ្ញុំខុសហើយខ្ញុំកុហកខ្ញុំមិនស្គាល់គាត់ទេអំបញ្ញមិញមិននិយាយចឹងទេយបេនថាដើររកនាង9ខែហើយមិនពេលនេះថាឈប់ស្គាល់គាត់ខ្ញុំមិនដែលនិយាយចឹងទេខ្ញុំមិនស្គាល់កូនគាត់ទេកូនមិនមែនរបស់ខ្ញុំទេប្តីអ្នកយកអ្នកសុំទានពីណាមកធ្វើជារបស់កូនចង់បង្ខំឲ្យគេទទួលមែនទេរ៉ាវហ្វេនចិត្តត្រជាក់សិនខ្ញុំឲ្យលុយ
យកបិនកាត់អីហ្នឹងខៀនជីវិននិយាយអីខ្លះមិនស្រាប់តែប្រែថាឈប់ស្គាល់ខ្ញុំមិនដឹងអ្នកនិយាយពីអីទេខ្ញុំសងលុយអ្នកវិញអលភ័យទទួលបាន 10000 យកបិនលោកយ៉ាវនាងឆែលុយ 10000 មិនដែរអ្នកសុំទានអំបញ្ញមិញជាទូដែលអ្នកជួលមកឬមួយគាត់មានមន្តសការទើបរត់បាត់នេះរ៉ាវវ៉ែនកុំចង់គេចពីដៃខ្ញុំមិនមែនទូសំដែងទេគាត់មករកខ្លួនឯងខ្ញុំថាមានទំនាក់ទំនងជាមួយខៀនជីវិន 9 ខែមុនទើបកូនអាចជារបស់គាត់អាចជាអ្នកមិនច្បាស់ផងបែរជាយកមកចោទប្រកាន់និយាយអីហ្នឹងខ្ញុំនិយាយខុសអីស្មានតែស្លៀកពាក់ស្អាតបាទអាចមកមើលងាយគេបានមែនបងថេនមើលទៅស្មោះត្រង់ពួកអ្នកសុំគំនិតគ្នាជួលអ្នកសុំទានមកគំរាមសំណាងល្អអ្នកសុំទានមានមន្តសការអ្នកហួសហេតុពេកហើយការពិតនៅនឹងភ្នែករ៉ាវហ្វែនជាអ្នកជួលមកឆែកការផ្ទេរលុយដឹងហើយមិនដែរយ៉ាវហ្វែនហ៊ានឲ្យឆែកទូរស័ព្ទឲ្យពួកយើងមើលទេមិនហើយឆែកមើលទៅអត់ហ៊ានមែនទេដឹងថាមានកំហុសហើយខ្ញុំមិនកុហកទេវីដេអូកាមេរ៉ាអាចបញ្ជាក់បានថាពួកគេពិតជាមានទំនាក់ទំនងគ្នាខ្ញុំគ្មានវីដេអូបញ្ជាក់ទេអ្នកធ្វើមេឌៀដឹងហើយអីខ្លាំងណាស់គ្រាន់តែចេះកាត់ទៅវីដេអូអាចបង្កើតវីដេអូคล้ายៗបានលោកយ៉ាវសាងកម្មអីទទួលកម្មនឹងទៅសង្គមនេះចិត្តមនុស្សមិនទៀងទេសារភាពទៅកូនឃ្លានទឹកដោះហើយបើនៅតែអូបន្លាយកូនកើតអីអ្នកណាទទួលប្រហែលជាចង់ឲ្យកូនមានរឿងហើយអាណិតខ្ញុំនឹងកូនផងទៅខៀនជីវិនខ្ញុំមានគំនុំអីជាមួយនាងមិនតាមខ្ញុំមិនឈប់គ្មានលុយសន្សំគ្មានចំណូលខ្ញុំចិញ្ចឹមកូននាងមិនរស់ទេខ្ញុំសុំអង្វរលែងខ្ញុំទៅបានទេខ្ញុំមិនយកលុយទេខ្ញុំរកលុយបានខ្ញុំចិញ្ចឹមអ្នកខៀនជីវិនតើឲ្យខ្ញុំធ្វើម៉េចទើបនាងលេងខ្ញុំតតែខ្ញុំស្លាប់មែនទេខ្ញុំសុំអង្វរពួកអ្នកកុំបង្ខំប្តីខ្ញុំទៀតអីគាត់ថាម៉េចគឺអញ្ចឹងហើយសុំអង្វរទៅកូនមិនមែនរបស់គាត់ទេមិនមែនទេបើដាក់ចោលនៅនឹងពួកគាត់ស្លាប់ជាកំហុសរបស់ខ្ញុំរៀបចំទៅគឺអ្នកបង្ខំខ្ញុំរ៉ាវហ្វែនកុំភ័យអ្នកកាន់តែបែបនេះខៀនជីវិនកាន់តែបានចិត្តនាងចង់ឃើញយើងខឹងខ្លាំងតែធ្វើអីនាងមិនកើតរ៉ាវកុំរឿងច្រើនពេកនាំប្រពន្ធកូនទៅវិញទៅរស់នៅឲ្យស្រួលទៅបើប៉ាម៉ាក់ដឹងថាមានចៅប្រុសពីរសប្បាយចិត្តមិនខានមើលចុះកូនគួរឲ្យស្រឡាញ់ណាស់រ៉ាវហ្វែនជាក្មេងកំព្រាគាត់រស់នៅពិបាកណាស់សូមកុំបង្ខំគាត់ទៀតអីពួកខ្ញុំស្រឡាញ់គ្នា3ឆ្នាំហើយតាំងពីយានគាត់ខំធ្វើការរកលុយរៀនធ្វើការហើយកាន់តែខំប្រឹងខ្ញុំដឹងគាត់ហត់នឿយខ្ញុំយល់ពីគាត់ច្បាស់ខ្ញុំស្គាល់គាត់ច្បាស់ជាងគេដូច្នេះខ្ញុំជឿជាក់គាត់មុនដឹងការពិតច្បាស់លាស់កុំគ្រាន់តែសម្ដីខៀនជីវិនម្ខាងឬក្រដាសមួយសន្លឹកមកកាត់ទោសគាត់សូមអ្នកទាំងអស់គ្នាប្រយ័ត្នសម្ដីព្រោះការនិយាយអាចបំផ្លាញជីវិតគាត់បានសូមទុកពេលឲ្យគាត់ខ្លះខ្ញុំជឿថាការពិតមិនអាចលាក់ចិត្តទេនាងនិយាយមានហេតុផលបំបែកជួរទៅរងចាំការពិតសូមទុកពេលឲ្យខ្ញុំ3ថ្ងៃក្រោយខ្ញុំនឹង